1 2 3 អូខេទាំងអស់គ្នាខ្ញុំមានប្រធានបទទូចមួយតកតននឹងការសំចៃទឹកណាអញ្ចឹងទេជាឧទាហរណ៍បើសិនជាយើងពីជើងភ្នំទៅដល់កពូភ្នំក្នុងផ្សារយើងត្រូវដើរ3ម៉ោងឧទាហរណ៍ណាតែចៃដន្យយើងដើរយឺតរហូតទៅដល់5ម៉ោងអីទៅហើយយើងមានទឹកតែ1លីត្រកន្លះទេដើម្បីផឹកអញ្ចឹងយើងត្រូវប្រើតិចនិចមួយចំនួនដើម្បីសំចៃទឹករបស់យើងឲ្យផឹកទៅដល់គោលដៅអញ្ចឹងទី1គឺយើងត្រូវតែព្យាយាមរមលុបដើម្បីផឹកកុំព្យាយាមផឹក5ថ្ងៃណាទី2យើងផឹកជាប្រចាំកុំដល់ថ្នាក់ស្រែកយើងផឹកគឺអញ្ចឹងអត់មានប្រសិទ្ធភាពទេហើយចុះទឹកខ្លាំងមែនតើហើយពេលផឹកដូចគ្នាយើងត្រូវផឹកខ្ពុលមកហើយចាំលេបចូលជាឧទាហរណ៍ហើយបានលេបចូលអូខេទីម៉ានហើយ1 2 3 4អូខេទី4គឺនៅពេលដែលយើងដើរហ្នឹងយើងព្យាយាមកាត់បន្ថយការនិយាយព្រោះឯការនិយាយហ្នឹងគឺធ្វើឲ្យយើងបញ្ចេញជាតិទឹកច្រើនជាពិសេសតាមអាខ្យល់ដែលយើងដកតាមមាត់ហ្នឹងមានចំណាំឲ្យពេលដែលយើងនិយាយវារំថាហត់អូខេតាដងហើមញាត់ហ្នឹងមានន័យថាខ្យល់ដែលយើងចេញមកវាចេញជាតិទឹកមកដែរណាអូខេអញ្ចឹងដូចជាមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាប្រធានបទទូចមួយហ្នឹងអាចជួយអ្នកទាំងអស់គ្នាក្នុងការដើរព្រៃឲ្យវាមានប្រសិទ្ធភាពជាងមុនទៀតអរគុណច្រើនបាយបាយ